អ្នកបម្រើរបស់ខ្ញុំបានទាញក្រណាត់គ្របកញ្ចក់ចេញហើយបង្ហាញអត្ថាកម្បាំងរបស់ខ្ញុំពិតជាមេធ្មប់ដែលអាចផ្លាស់ប្ដូររូបរាងរបស់ខ្ញុំអ្នកបម្រើក៏ងាកក្រោយហើយព្យាយាមរត់គេចប៉ុន្តែខ្ញុំចាប់នាងបានភ្លាមខ្ញុំផ្លុំខ្យល់ថ្នមលើមុខនាងហើយនាងក៏បាត់បង់ការចងចាំហើយសន្លប់ខ្ញុំសុំទោសព្រះរាជាបបាញ់មេធ្មប់ទាំងអស់ដូច្នេះខ្ញុំត្រូវតែលាក់អត្តសញ្ញាណរបស់ខ្ញុំមនុស្សបានដឹងថាកូនប្រុសរបស់ខ្ញុំជាមេធ្មប់គ្រាន់តែគាត់ក្រវីដៃព្រះរាជាក៏បានប្រហារជីវិតកូនប្រុសរបស់ខ្ញុំលាក់លែងបានទៀតហើយខ្ញុំបានបង្ហាញរូបរាងពិតរបស់ខ្ញុំដើម្បីប្រឈមមុខនឹងអំណាចរបស់ព្រះរាជាហើយប្រកាសសងសឹកខ្ញុំឃើញអ្នកហើយខ្ញុំគិត1ម៉ោង2ឬ3ប៉ុន្តែខ្លះព្រះរាជាក៏បញ្ជាឲ្យចាប់ខ្លួនខ្ញុំភ្លាមប៉ុន្តែខ្ញុំបានសូត្រមន្តក៏ហៅខ្យល់បក់ខ្លាំងហើយបាត់ខ្លួនព្រះរាជាមិនសូវខ្វល់ពីខ្ញុំទេគាត់កំពុងរវល់អញ្ជើញអ្នកស្រី Helena ដែលជាអ្នកចម្រៀងនិងជាតារារបស់កូនស្រីចិញ្ចឹមរបស់គាត់ទៅពិធីមួយគាត់មិនដែលនឹកស្មានថាខ្ញុំបានរកឃើញអ្នកស្រី Helena មុនពេលដែលខ្ញុំសូត្រមន្តខ្ញុំបានចាក់តុក្កតាក្រដាសនៅក្នុងដៃរបស់ខ្ញុំដោយកាំបិតរាល់ការចាក់គឺមានអារម្មណ៍ដូចជាបានចាក់អ្នកស្រី Helena ផ្ទាល់បន្ទាប់ពីចាក់3ដងនាងក៏ស្លាប់ខ្ញុំបានសូត្រមន្តបត់ដូររូបរាងហើយមិនយូរប៉ុន្មានក៏មើលទៅដូចអ្នកស្រី Helena បេះបិទប៉ុន្តែវេទមន្តនេះមានចំណុចខ្វះខាតមួយខ្ញុំមិនអាចមើលកញ្ចក់ណាមួយបានទេក្នុងនាមជា Helena ខ្ញុំបានមកដល់ព្រះរាជវាំងព្រះរាជាបានស្វាគមន៍ខ្ញុំរួមជាមួយមន្ត្រីទាំងអស់របស់ទ្រង់ដោយកិត្តិយសរាជវង្សក្នុងពេលអាហារថ្ងៃត្រង់អំពីអារម្មណ៍របស់ទ្រង់ចំពោះព្រះអង្គម្ចាស់នៅពេលដែលខ្ញុំដឹងថាទ្រង់ស្រឡាញ់កូនប្រុសរបស់ទ្រង់ពិតប្រាកដគោលដៅរបស់ខ្ញុំក៏ត្រូវបានកំណត់យប់នោះខ្ញុំបានពាក់ខ្សែវេទមន្តដោយទំនុកចិត្តហើយទៅពិធីជប់លៀងដែលរៀបចំដោយព្រះរាជាដំបូងកូនស្រីចិញ្ចឹមរបស់ព្រះរាជាបានដើរចេញមកក្នុងរ៉ូបដ៏ស្រស់ស្អាតរបស់នាងបានតាក់ទាញចំណាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាភ្លាមសូម្បីតែព្រះអង្គម្ចាស់ក៏មិនអាចដកភ្នែកចេញពីនាងបានទៅបន្ទាប់ពីការណែនាំដ៏អស្ចារ្យរបស់ព្រះរាជាខ្ញុំបានបង្ហាញខ្លួនចុងក្រោយជាចំណុចសំខាន់នៃព្រឹត្តិការណ៍នេះដើម្បីចម្លងសម្លេងច្រៀងរបស់នាងស្រី Helena សម្លេងដ៏ពិរោះបានបន្លឺឡើងពេញសារាជវាំងទាំងមូលបទចម្រៀងមិនទាន់ចាប់ផងមនុស្សក៏ចាប់ផ្ដើមងុយគេងបន្តិចម្ដងទេលើកលែងតែម្នាក់គឺមេធ្មប់ Merlin បានខ្ទប់ត្រចៀករបស់គាត់យ៉ាងលឿននៅពេលដែលការច្រៀងនៅតែបន្តព្រះអង្គម្ចាស់និងព្រះរាជាក៏បានធ្លាក់ចូលទៅការគេងលក់យ៉ាងស្កប់ស្កល់ពេលវេលាហាក់ដូចជាដើរទៅមុខយ៉ាងលឿនសរសៃពីងក្រាស់បានចាប់ផ្ដើមគ្រប់ច្រៀងនៅក្នុងសាលខ្ញុំបានដើរយត់ទៅរកព្រះអង្គម្ចាស់ហើយដកកាំបិតចេញត្រៀមខ្លួនសងសឹកដោយឈាមនៅពេលសំខាន់នោះ Merlin បានឃើញចង្គៀងព្យួរនៅពីលើគាត់បានសូត្រមន្តភ្លាមចង្គៀងបានធ្លាក់ចុះមកដោយសំឡេងខ្លាំងការច្រៀងក៏ឈប់ភ្លាមមនុស្សគ្រប់គ្នានៅក្នុងសាលបានភ្ញាក់ឡើងបន្តិចម្ដងទេមានតែពេលនោះទេមានតែព្រះរាជាដឹងថាអ្នកស្រី Helena ដែលគេហៅនោះគឺជាមេធ្មប់ដែលបានប្រឈមមុខនឹងទ្រង់នៅតាមផ្លូវភ្លាមនោះមនុស្សគ្រប់គ្នាក៏ឈរស្ងៀមដោយភាពតក់ស្លុតប៉ុន្តែខ្ញុំមិនព្រមបោះបង់ឡើយខ្ញុំប្រមូលកម្លាំងចុងក្រោយហើយគប់គំទៅលើព្រះម្ចាស់ម្ដងទៀត Merlin បានសូត្រមន្តទាន់ពេលដើម្បីផ្លាស់ប្ដូរបន្តិចនៅកន្លងរបស់កំបិតគាត់បានចាប់យកឱកាសហើយបានរិញព្រះអង្គម្ចាស់ចេញដោយជោគជ័យអានឹងហេតុអ្វីបានជា Merlin ដែលជាអ្នកជំនាញខាងវេទមន្តដែរកាលពី